ម៉ូតូ ADV 160មកលាងប្លុកកាតែខាងខ្សែពៀនណាអញ្ចឹងតែកាលណាគាត់អត់ដូរប្រេងម៉ាស៊ីនអត់ដូរប្រេងកាឡេគាត់ឲ្យលាងសម្អាតប្លុកកាតែខាងខ្សែពៀនហ្នឹងអស់ 15,000 លុយខ្មែរណាតែបើសិនជាគាត់ដូរប្រេងម៉ាស៊ីនប្រេងកាឡេខាងយើង free លាងប្លុកកាតែខាងខ្សែពៀនណាចឹងអាប្លុកកាតែខាងខ្សែពៀនហ្នឹងពេលយើងលាងសម្អាតដាក់ចូលវិញហើយទី1គឺស្ងាត់វិញស្ងាត់ល្អស្ងាត់ជាងមុនទី2ស្ទុះហើយអត់មានម៉ូតូមកអត់ញ័រពេលលាងហើយក៏អត់ញ័រដែរណាបញ្ជាក់កន្លែងហ្នឹងខ្លះម៉ូតូមកអត់ញ័រលាងដាក់ចូលវិញទៅញ័របាត់ហើយណាញ័របាត់ហើយចឹងកន្លែងខ្ញុំធានាឲ្យអត់អីទេខ្ញុំ check មើលឲ្យមកស្អាត free ខ្លាញ់គោ free ទឹកថ្នាំលាងឲ្យស្អាតឲ្យភ្លឹងតែម្ដងណាហើយការរៀបចូលវិញវាមានពងវាមានຂ្នាតវាមានមុខវាមានក្រោយណាយើងដាក់ចូលរៀបឲ្យត្រូវតាមស្តង់ដារទាំងជ័រឃ្នៀបទាំងឃ្លីទាំងចានទាំងស្លាបកង្ហាលទាំងខ្សែពៀនទាំងត្រឡោកទាំងស្បែកគឺវាមានមុខវាមានក្រោយណាវាមានຂ្នាតវាមានស្តង់ដារចំណុចពងលេខ0លេខអីចេញពីក្រុមហ៊ុនអញ្ចឹងគឺយើងរៀបឲ្យត្រូវមួយក្រុមហ៊ុនឡើងវិញដើម្បីដាក់ទៅឲ្យធានាថាវាស្រួលជាងមុនណាអញ្ចឹងអាចមកលាងកន្លែងខ្ញុំបានបើសិនជាអត់ដូរប្រេងម៉ាស៊ីនប្រេងកាឡេទេបងមកលាងគឺអស់ 15,000 លុយខ្មែរ free ខ្លាញ់កូស៊ីនខ្លាញ់កូស៊ីន Honda ពេលដែលក្តៅគឺវាកករៀងផុកផែកវាអត់ខ្ទៀតទេណាគុណភាពខ្លាញ់កូស៊ីនគឺវាល្អកន្លែងហ្នឹងណាប្រើក្តៅគឺវាកករៀងផុកអញ្ចឹងហើយពេលណាដែលខ្សែពៀនវាស្បែកអីដំណើរការគឺវាអត់ខ្ទៀតទេបើសិនជាបែកហ្វឺតមុំគឺវាអត់ខ្ទៀតហ្មងណាហើយបើហ្វឺតចិត្តទៀតកាន់តែអែមទៀតណាហើយមួយទៀតទឹកថ្នាំគឺយើងដាក់ទឹកថ្នាំស៊ីនឲ្យទឹកថ្នាំគឺយើងបាក់ទឹកថ្នាំមកឡឲ្យខ្លាញ់គោគឺយើងប្រើខ្លាញ់គោស៊ីនឲ្យហើយយើងមានបញ្ចុះតម្លៃ 50% បើសិនជាមកលាងតែខ្សែពៀនហ្មងអស់ 15,000 តែបើដូរប្រេងម៉ាស៊ីនប្រេងកាឡេ free លាងប្លុកកាតែខាងខ្សែពៀនដូរប្រេងម៉ាស៊ីនប្រេងកាឡេ10 រៀលជាងទៅគឺខ្ញុំ free លាងឲ្យណាអញ្ចឹងសម្រាប់បងចង់ទទួលសេវាកម្មដូរប្រេងម៉ាស៊ីនប្រេងកាឡេ free លាងប្លុកកាតែខាងខ្សែពៀនដោយម៉ូតូហ្នឹងអាចតាក់ទងមកខាងខ្ញុំបានណាគឺខ្ញុំមានការ free លាងសម្អាតដាក់ខ្លាញ់កោដៃបោះសេនឲ្យមកស្អាតណាហើយសម្រាប់បងចង់បានសេន FCC ឈុតចានឃ្លីឈុតស្បែកត្រឡោកយើងមានការបញ្ចុះតម្លៃ 50% ទាំងឈុតកាត់មុខទាំងឈុតកាត់ក្រោយអាហ្នឹងសេន FCC ហើយមួយទៀតសម្រាប់បងចង់បានគ្រឿងសេន original ចេញពីក្រុមហ៊ុន Honda មានដូចគ្នាបញ្ចុះតម្លៃ 30 40 ដល់ 50% ធានារយៈពេល 3 ខែដូចគ្នាដែរណាអញ្ចឹងមានតាមតម្រើសចម្រើសបងប្អូនបងទីតាំងរបស់ខ្ញុំស្រួលហើយណាអានេះគឺជាស្តុកភ្នំពេញថ្មីទៅត្រង់ចេះស្ពាន7 មករាដល់ពេលយើងបាត់ស្ដាំចេះអានេះគឺទៅស្តុកដីហុយប៉ុន្តែអាស្តុកនេះស្តុកភ្នំពេញថ្មីអញ្ចឹងបងមកដល់ស្តុកភ្នំពេញថ្មីហ្នឹងហើយត្រូវជិះឡើងមកក្រោយវិញអានេះទៅត្រង់ចេះស្ពាន7 មករាបាត់ស្ដាំចេះស្តុកដីហុយអញ្ចឹងបងត្រូវជិះមកនេះវិញជិះមកហ្នឹងវិញជិះមកហ្នឹងវិញគឺផ្លូវទៅរោមូកម្មកោផ្លូវទៅរោមូកម្មកោអញ្ចឹងជិះតាមផ្លូវនឹងត្រង់រហូតទៅនឹងពេញទីតាំងរបស់ខ្ញុំអញ្ចឹងបងជិះត្រង់ទៅរហូតទីតាំងរបស់ខ្ញុំនៅលើផ្លូវធំនៅលើផ្លូវ598ហ្នឹងគឺអត់បាត់ទៅណាទេនៅលើផ្លូវធំតែម្ដងណានៅលើផ្លូវភ្លោះផ្លូវកណ្ដាលណាណាអញ្ចឹងបងជិះមកត្រង់រហូតមកណាជិះមកត្រង់រហូតហើយបងនឹងឃើញម៉ាតឡាក់គីនៅខាងស្ដាំដៃនេះជាប្រភេទម៉ាតឡាក់គីនៅខាងស្ដាំដៃហ្នឹងអញ្ចឹងជិះហួសម៉ាតឡាក់គីហ្នឹងទៀតជិះហួសម៉ាតឡាក់គីហ្នឹងហើយជិះមកមុខទៀតមកអត់តន់ដល់ទេបងនឹងឃើញធនាគារហាក់ថានៅខាងស្ដាំដៃមួយទៀតណាអាហ្នឹងធនាគារហាក់ថាអញ្ចឹងផ្លូវហ្នឹងគឺត្រូវ 100% ហើយអញ្ចឹងបងជិះត្រង់មកទៀតជិះតែបន្តិចទៀតដល់ហើយជិះត្រង់មកទៀតរហូតមកបន្ទាប់មកនៅខាងស្ដាំដៃហ្នឹងបងនឹងឃើញកន្លែងដូរកង់ឡាន2ណានេះកន្លែងដូរកង់ឡាន2តូបជាប់គ្នាហ្នឹងហើយហួសកន្លែងដូរកង់ឡានហ្នឹងប្រហែលជា 3-4 ផ្ទះដល់ហើយនេះទីតាំងហាងរបស់ខ្ញុំណាហើយនៅទីតាំងហាងរបស់ខ្ញុំបងមើលផ្លែទៅអាហ្នឹងបានជាទីតាំងហាងរបស់ខ្ញុំចំ 100% ហើយបងមើលនៅខាងមុខផ្ទះណានៅខាងមុខផ្ទះគឺប្រភេទរូបភាពរូបរាងបែបហ្នឹងគឺរូបភាពហាងខ្ញុំ 100% ណាអញ្ចឹងបងអាចមើលតាមនឹងបានណានៅក្នុងទូនមុខខ្ញុំនេះកន្លែងគេដូរកញ្ចក់ឡានហើយកន្លែងនេះកន្លែង